មានប្អូនស្រីម្នាក់គាត់សួរថាហេតុអ្វីជីវិតគូរបស់ខ្ញុំនឹងមិនដូចគេជីវិតគេល្អប្រសើរម៉េះស្គាល់តែរឿងសប្បាយស្គាល់តែរឿងរីករាយជីវិតគូខ្ញុំស្គាល់តែទុក្ខលំបាកស្គាល់តែបញ្ហាតាំងពីចាប់ដៃគូជីវិតជាមួយគ្នាមកអត់បានសុខមុនចាប់ហ្នឹងគិតថាសប្បាយរីករាយប៉ុន្តែដល់ពេលចាប់ដៃគូជីវិតហើយវាទៅជាអត់បានសុខខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាចាស់ពីដើមគាត់និយាយមកគឺអត់ខុសទេនិយាយថាម៉េចគាត់និយាយថាឆ្នាំណាក្រោមនឹងបើថាយើងចង់បានដៃគូជីវិតមួយដែលជាដៃគូជីវិតលក្ខណៈកម្របឆ្នាំធំតើយើងធ្វើឆ្នាំខ្លួនឯងនឹងឲ្យធំដែរណាជួនពេលខ្លះអាការបានសុខមិនបានសុខនោះវាមិនអាស្រ័យទៅលើជីវិតជាក់ស្ដែងរបស់យើងទេវាអាស្រ័យទៅលើយើងមិនសុខចិត្តជាមួយនឹងជីវិតរបស់យើងឧទាហរណ៍ថាយើងចង់បានដៃគូជីវិតប្រភេទខដែលគេរស់នៅលក្ខណៈអញ្ចេះចឹងទៅប៉ុន្តែខ្លួនឯងរស់នៅប្រភេទកដែរណារស់នៅប្រភេទកដែរចង់បានជីវិតប្រភេទខតែចូលចិត្តរស់នៅប្រភេទកអញ្ចឹងវាអាចទៅរួចទេណាខ្ញុំចង់បានដៃគូជីវិតជាគ្រូបង្រៀនខ្ញុំចង់បានដៃគូជីវិតជាគ្រូពេទ្យតែខ្ញុំចូលចិត្តផឹកស្រាវាមិនអាចទៅរួចខ្ញុំចង់បានជីវិតជាគូដៃគូជីវិតរបស់ខ្ញុំជាពេទ្យតែចង់ឲ្យពេទ្យនោះឲ្យខ្ញុំផឹកស្រារាល់ថ្ងៃវាមិនអាចទៅរួចទេបើមិនតែយើងចង់បានដៃគូជីវិតរបៀបម៉េចយើងត្រូវតែកែប្រែជីវិតខ្លួនឯងទៅរបៀបនឹងដែរណាវាប្រៀបបានជាមួយនឹងបើមិនជាយើងចង់បានណាអាវពណ៌ម៉េចទំហំប្រមាណតើតែយើងនឹងកែប្រែរាងកាយរបស់ខ្លួនឯងហ្នឹងឲ្យត្រូវជាមួយនឹងអាវទាំងដែរបើមិនតែយើងស្គមស្គាំងហើយយើងទៅពាក់អាវធំវាមិនរួចហើយបើមិនតែយើងធាត់ទៅពាក់អាវតូចមិនរួចវាអាចទៅរួចទេអ្នកនរគ្នាអញ្ចឹងដើម្បីឲ្យបានជីវិតរបស់យើងហ្នឹងបដូរពីប្រភេទមួយទៅប្រភេទមួយដូចគេតើតែយើងកែប្រែអាការរស់នៅចំណេះដឹងគ្រប់បែបយ៉ាងហ្នឹងទៅតាមនឹងដែរហើយមួយទៀតត្រូវរៀនទទួលស្គាល់រៀនទទួលយកជីវិតខ្លួនឯងផងណាបើមិនតែយើងជាមនុស្សម្នាក់ដែលចូលចិត្តទៅដើរលេងចូលចិត្តទៅផឹកស្រាយើងត្រូវទទួលស្គាល់ថាយើងត្រូវតែមានដៃគូជីវិតហាក់ផែនឹងដែរហើយកុំរើសអើងដៃគូជីវិតខ្លួនឯងអ្នកខ្លះហ្នឹងអត់ចូលចិត្តរកលុយទេចូលចិត្តតែចាយលុយចូលចិត្តតែដើរលេងចូលចិត្តតែហូបស្រាហើយចង់បានដៃគូជីវិតហ្នឹងបកកែរកលុយមិនចូលចិត្តដើរលេងរកលុយទៅឲ្យខ្លួនវាមិនអាចទៅរួចណាទោះបីជាយើងបានប្តីបែបហ្នឹងក៏ដោយបានប្រពន្ធបែបហ្នឹងក៏ដោយក៏ឆ្លោះគ្នាដែរដោយសារអីប្រពន្ធផ្សេងប្តីផ្សេងវាអាចរស់នៅជាមួយគ្នាបានទេណាអញ្ចឹងយើងត្រូវរើសដៃគូជីវិតណាដែលមហាអាយគ្នាបើយើងនៅតែយើងផ្ដាច់មិនបានយើងនៅតែចូលចិត្តដើរលេងយើងនៅតែចូលចិត្តហូបស្រាយើងរកប្តីប្រពន្ធបាក់បែកហ្នឹងដែរទៅហើយទទួលស្គាល់រស់នៅជាមួយគ្នាចាប់ដៃគូជីវិតជាមួយគ្នាដោះចាស់ទៅហើយកុំរើសអើងគ្នាចង់បានចេះចង់បានចោះវាអាចទៅរួចទេណាបើមិនតែយើងចង់បានប្តីគេប្តីដូចប្តីគេយើងធ្វើជីវិតខ្លួនឯងឲ្យដូចគេនោះដែរអ្នកខ្លះខ្លួនឯងជារឹកមិនល្អដូចគេតែចង់បានប្តីល្អដូចគេវាមិនអាចទៅរួចទេហើយចេះតែគិតតែខ្លួនឯងនឹងល្អចិត្តតែខ្លួនឯងនឹងចេះគិតតែខ្លួនឯងចោះគិតតែយើងនឹងប៉ុន្តែគេមើលមកថាមិនល្អផងយើងចេះតែគិតតែខ្លួនឯងសារខ្លួនឯងថាយើងល្អចេះល្អចោះតែគេមើលមកបើគិតតែគេមើលមកតែថាយើងល្អហ្នឹងគេយកយើងបាត់ហើយណាគេយកយើងបាត់ហើយតែថាតែគេគិតថាយើងវាមិនល្អហើយយើងចេះតែគិតថាអ្នកណាមើលខ្ញុំមិនល្អគោហើយទៅឲ្យតែខ្ញុំមើលឃើញខ្លួនឯងល្អណាបើម្នាក់មើលឃើញយើងមិនល្អអានឹងជារឿងមិនមែនជារឿងមួយដែលយើងគិតទេណាប៉ុន្តែបើសិនគ្រប់គ្នាមើលឃើញតែយើងមិនល្អមិនថាយើងមិនល្អមែនហើយណាបើថាយើងមិនល្អមែនហើយវាមិនដែលតែភ្នែករាប់លានមើលឃើញយើងមិនល្អហើយយើងល្អតែឯងមិនអាចទៅរួចទេណាអញ្ចឹងអ្វីដែលសំខាន់ត្រូវរៀនមើលខ្លួនឯងថាយើងនៅក្នុងបន្ទាត់ជីវិតមួយណាបន្ទាត់សង្គមមួយណាហើយកុំព្យាយាមគិតថាបន្ទាត់ជីវិតរបស់គេនឹងល្អប្រសើរជាងយើងខ្លាំងពេកបើតែយើងចង់កែប្រែអ្វីមួយយើងត្រូវកែប្រែខ្លួនឯងជាមុនទើបជីវិតរបស់យើងនឹងអាចឈានទៅរកអ្វីដែលយើងចង់បាន